ការមានជារួមកិច្ចដំណើរការរៀបចំការដឹកនាំក៏ប៉ុន្តែអាក្លឹមក្នុងគឺបត់បែនយ៉ាងម៉េចទៅតាមតម្រូវការជាក់ស្ដែងរបស់ក្រសួងអញ្ចឹងអាក្លឹមក្នុងហ្នឹងគឺថាពីក្រសួងមួយទៅក្រសួងអត់ដូចគ្នាអញ្ចឹងសម្រាប់ក្រសួងយុទ្ធភ័ពយើងរើសមន្ត្រីបច្ចេកទេសជំនាញផ្នែកច្បាប់អញ្ចឹងជំនាញផ្នែកច្បាប់យើងផ្ដោតទៅលើជំនាញ3ដែលក្រសួងយុទ្ធភ័ពត្រូវការសំខាន់ណាទី1គឺព្រំទាន់ទី2រដ្ឋវិនីទី3គឺអន្តរជាតិក៏ប៉ុន្តែទោះបីជាគាត់រើសយកជំនាញណាក៏ដោយក៏គាត់ត្រូវតែមានជំនាញបន្ទាប់ផ្សំបើណាជាទូទៅគាត់ត្រូវមានជំនាញបច្ចេកទេសទាំង3នេះណាទោះបីជាគាត់ជឿរើជំនាញព្រំទាន់ក៏ដោយក៏គាត់ត្រូវតែមានចំណេះដឹងផ្នែករដ្ឋវិនីនិងផ្នែកអន្តរជាតិពីព្រោះធ្វើការនៅក្រសួងគឺថាវាមានជាអន្តរវិស័យណាបើណាការងារវាមានការពាក់ព័ន្ធគ្នាពីមួយទៅមួយទោះបីជាគាត់នៅផ្នែកព្រំទាន់ដែរក៏ការងារខ្លះវាមានពាក់ព័ន្ធនឹងរដ្ឋវិនីពាក់ព័ន្ធនឹងអន្តរជាតិទោះបីជាគាត់ធ្វើការងារអន្តរជាតិក៏ដោយក៏គាត់ត្រូវចេះយ៉ាងហោចណាស់ក៏ត្រូវមានសញ្ញាណខ្លះចេះផ្នែកព្រំទាន់នឹងរដ្ឋវិនីវាមានចរិតពិសេសខុសពីស្ថាប័នដទៃតិចអញ្ចឹងហើយបានជាការរៀបចំលើកនេះយើងចង់បានមន្ត្រីដែលពូកែទៅលើជំនាញណាមួយហើយគាត់អាចដោះស្រាយបញ្ហាពាក់ព័ន្ធទៅនឹងជំនាញផ្សេងៗទៀតបានដែរតែធ្វើម៉េចឲ្យចំណេះដឹងរបស់គាត់ជំនាញជាក់លាក់ផងហើយការយល់ដឹងរបស់គាត់ទូលំទូលាយផងបាទអញ្ចឹងហើយបានជាយើងចាំបាច់ឲ្យបេក្ខជនទាំងអស់ត្រូវតែទោះបីគាត់រើសយកព្រំទាន់ក៏ដោយរដ្ឋវិនីក៏ដោយអន្តរជាតិក៏ដោយក៏គាត់ត្រូវតែប្រឡងនៅមុខវិជ្ជាទាំង3នេះហើយថែមនៅមុខវិជ្ជាដែលគេថាជាចំណេះដឹងទូទៅហើយជាភាសានេះជាមុខវិជ្ជាជាការគ្រប់គ្រងណាជាមុខវិជ្ជាមួយដែលគ្រប់គ្រងនៅទៅលើបច្ចេកទេសរបស់គាត់អញ្ចឹងជារួមគឺថាយើងអាចរើសយកមន្ត្រីដែលមានជំនាញច្បាស់លាស់មានការយល់ដឹងទូលំទូលាយផ្នែកច្បាប់ចេះទាំងភាសាហើយយល់ដឹងពីសង្គមជារួមផងដែរអញ្ចឹងយើងត្រូវការមន្ត្រីបែបហ្នឹងយើងអត់ត្រូវការមន្ត្រីចេះតែមួយមុខទេយើងត្រូវការមន្ត្រីដែលបកកែមុខហ្នឹងហើយអាចមានការយល់ដឹងទូលំទូលាយអញ្ចឹងបានជាការប្រឡងនេះគឺថាមិនមែនជាការងាយស្រួលទេគឺ5មុខវិជ្ជា6ម៉ោងព្រឹក3ម៉ោងរសៀល3ម៉ោងអញ្ចឹងការប្រឡងគឺថាមិនងាយស្រួលទេហើយគឺថាមានការប្រកួតប្រជែងគ្នាខ្លាំងបាទហើយការប្រឡងនេះគឺថាវិញ្ញាសាដែលចេញមកគឺថាមិនដឹងថាយ៉ាងម៉េចទេព្រោះខាងខ្ញុំក៏មិនដឹងថាវិញ្ញាសាចេញយ៉ាងម៉េចដែរគឺថាធានាបានភាពស្ងាត់នៃវិញ្ញាសាបាទ